ជំរាបសួរបាទពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវបងប្អូននាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលវិធីតែងឫសបងចាំបងប្អូនតែងឫសជូនបងមើលបងឃើញដើមនេះមានអាយុប្រហែល3ឆ្នាំជាងជិត4ឆ្នាំហើយបងដើមខ្នាតនេះហើយបងឃើញដូចឫសអញ្ចឹងឫសនេះបងប្អូនតែងមួយដំណាក់កាលបងដូចបងឃើញអញ្ចឹងលើកទី1ទុកមួយសរសៃដល់ពេល6ខែទៅ1ឆ្នាំដកម្ដងទៀតតែងម្ដងទៀតឫសនេះមួយទុក2សរសៃបងទុក2សរសៃគ្រប់ឫសរួចហើយបងតែងមករហូតតរំតធំស្អាតបងចាំមើលបងអូននឹងលាងដើមមួយដើមនេះជូនបងមើលទាំងអស់គ្នាបងចាំទស្សនាទាំងអស់គ្នាបងនឹងលាងដើមព្រោះដើមនេះបងដាំប្រហែលបាន1ឆ្នាំហើយបងអត់ដែលបានដកមើលទេគ្នាជាមួយដើមទាំងអស់ហ្នឹងលើដំបងយើងអាយ៉ឫសល្អឫសស្អាតដោយសារពេលក្តៅថ្ងៃដុតឫសចង់ខូចឫសអស់បងចាំមើលនេះបងលាងឫសចេះលាងដីចេញបងលាងដីឲ្យអស់ឲ្យស្អាតរួចចាំបានតែងឫសបងទឹកអត់សូវកម្លាំងចាំអ៊ីថេលេះដីចេញខ្លះសិនទេអត់ចេញអស់ទេដើមទាំងអស់នេះសិតតែដើមដែលបងអូនបានកាត់ធ្វើឫសក្អែបបងអង្កាលដើមបានຂະຫນាតប៉ុនកដៃបងកាត់ឫសចេញទាំងអស់បងកាត់ឫសចេញទាំងអស់រួចដាំវិញរួចហើយដល់ពេលឫសថ្មីមកតែងម្ដងបន្តិចទៅបានបែបនេះបងអត់មែនថាដើមនេះធម្មជាតិទេបងគឺសិតតែកម្លាំងធ្វើទាំងអស់បងឃើញទ្រាំតែຂະຫນាតប៉ុណ្ណេះប្រហែល3-4ឆ្នាំហើយបងទ្រាំតែបានហើយដូចបងឃើញអញ្ចឹងមានច្រើនដំណាក់កាលបងបើសិនជាបងស្រឡាញ់ចង់ធ្វើតើតបងព្យាយាមបន្តិចបងកុំបោះបង់អនាគតស្អាតឬហើយពេលធ្វើបែបនេះពេលខែក្តៅបងត្រូវប្រយ័ត្នបន្តិចព្រោះអីថ្ងៃក្តៅខ្លាំងអាចដុតឫសធ្វើឲ្យខូចឫសបានបង